ខ្ញុំនឹងឧទាហរណ៍ទៅលើប្រភេទ scene ដែលស្មុគស្មាញមួយដោយសារប្រើទៅលើ model ថ្មីដែលយើងទៅបានបញ្ចូលថ្មីនេះហើយ scene នេះខ្ញុំចង់ដាក់ LED ក្រុមទូតាំងអញ្ចឹងខ្ញុំប្រើប្រាស់ plug-in សម្បុក LED ស្រេចលើ tool ទី1ហ្នឹងទៅ customize ពណ៌ customize ភាពស្អាតខ្ញុំប្រើខ្ទង់170 axis នេះគឺខ្ញុំប្រើទិសដកសិតឲ្យវាស្អាតពីលើចុះក្រោមប៉ុណ្ណឹងចុច apply ទៅស្រាប់អាមូលនេះដូចគ្នាដែរស្រេចលើ line បន្តមកទៀតយើងចុចដូរទិសវាសិនជំនាញចុច apply ទូតាំងខាងលើខ្ញុំចង់ដាក់ LED ដែរអញ្ចឹងយើងធ្វើតែមុនដែរស្លេចលើ line ហ្នឹងហើយនឹងបិទអាដូរទិសនោះសិនបន្តមកយើងចុច apply អញ្ចឹងscene នេះខ្ញុំចង់ដាក់ LED តែប៉ុណ្្នឹងទេហើយមួយទៀតគឺខ្ញុំចង់ដាក់ downlight យើងប្រើ tool ទី2 customize run ហើយ plus object ហ្នឹងទៅអញ្ចឹងខ្ញុំនឹង render scene នេះមួយយើងចូល plugin យើងមកយើងចុច capture viewport ដើម្បី pass scene ហ្នឹងចូល plugin customize ទំហំរួចរាល់ហើយយើងចុច apply ទៅហើយ model ដែលខ្ញុំប្រើគឺ C-Trim Pro បច្ចុប្បន្នខ្ញុំប្រើ 4K អត់ទាន់បានទេអញ្ចឹងខ្ញុំប្រើប្រាស់លើ 2K សិនបន្តមកទៀត preset គឺខ្ញុំប្រើ Nan render style ខ្ញុំប្រើ interior ប៉ុណ្ណឹងខ្ញុំអត់ customize ទេយើង render មកអញ្ចឹងនេះគឺជារូបភាព render ដែលខ្ញុំទទួលបានសម្រាប់ model ថ្មី C-Trim Pro របស់យើងនេះរយៈពេល render ចន្លោះពី3ទៅ5នាទីបើសិនជាអ៊ីនធឺណិតអ្នកនរគ្នាដើរលឿនយ៉ាងលឿន3នាទីវាយូរជាង nano ប៉ុន្តែចំណុចដែលសំខាន់ហ្នឹងគឺវា analyze លម្អិតទៅលើ material ច្រើនជាងចំណុចដែលខុសតិចតួចបំផុតគឺវាខុសតិចតួចបំផុតបើសិនជាអ្នកនរគ្នាប្រើលើ nano 2ទាមទារឲ្យយើង analyze DNA ដើម្បីវាស្គាល់ material ប៉ុន្តែអានេះយើងអត់ចាំបាច់ analyze DNA ក៏វាស្គាល់ទៅលើ material ដែលយើងចាក់ដែរអញ្ចឹងចំណុចដែលមានបញ្ហាតិចតួចហ្នឹងគឺខ្ញុំអត់ render ម្ដងទៀតទេខ្ញុំរុញរូបភាពនេះទៅមុខងារ editor ដើម្បីវាកែសម្រួលឲ្យខ្ញុំអញ្ចឹងយើង save នេះមកសិនទៅរុញវាទៅ editor តបមកខ្ញុំរែកតង់ទៅលើកន្លែង T table នេះវាអត់ចេញសាច់ឈើវាចេញពណ៌សអញ្ចឹងយើង select ប៉ុណ្ណឹងហើយបន្ទាប់មកខ្ញុំទៅ save ប្រាប់វាថា please put wood picture wood the same other មានន័យថាខ្ញុំបញ្ជាក់ឲ្យវាដាក់ឈើហ្នឹងដាក់ដូចផ្សេងដែរខ្លាចវាចេញឈើទៅពីអញ្ចឹងនេះវាបាន apply រួចរាល់ហើយអញ្ចឹងគឺខ្ញុំពេញចិត្ត scene នេះហើយតែបើសិនជាអ្នកនរគ្នាចង់ថែមមនុស្សតាមក្រោយទៀតយើងក៏អាចថែមមនុស្សតាមក្រោយបានដែរក្រោយពេលដែលយើង render រួចរាល់ណាអញ្ចឹងយើងត្រូវ set រូបភាពនេះជា base image សិនទៅស្លេចលើរូបហ្នឹងហើយយើងចុចលើអសញ្ញាព្រួញចុះក្រោមនេះតមករូបយើងវាចូលទៅកន្លែង base image ហើយយើងចុចពាក្យថា analyze people អញ្ចឹងខ្ញុំចង់ដាក់3ទៅ5នាក់មនុស្សយើង select ចំនួនបានប៉ុណ្ណឹងចុច apply មកបន្ទាប់មកអត់ customize ទៀតទេយើង render យកមកអញ្ចឹងរូបភាពរបស់យើងគឺវាបានបញ្ចូលមនុស្សទៅលើscene ថ្មីរបស់យើងក្រោយគេនឹងហើយមនុស្សគឺវាដាក់ចំនួន4នាក់ហើយសម្រាប់មនុស្សវិញគឺវាដាក់ឲ្យយើងទៅតាមបរិយាកាសបន្ទប់របស់យើងហ្មងបន្ទប់របស់យើងរៀងលក្ខណៈចិនអញ្ចឹងមនុស្សវាបញ្ចូលឲ្យយើងលក្ខណៈបែបចិនអញ្ចឹងដែរហើយសម្រាប់ថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេដែលចង់បង្ហាញពី model ថ្មីអ្នកនរគ្នាអាចសាកល្បងប្រើប្រាស់បាន plugin LED ដែលអ្នកនរគ្នាចង់បានអាចឆាតទិញនៅលើ Telegram ខាងលើបានណាតម្លៃសម្រាប់ទូទៅ$5តែសម្រាប់អ្នកដែលគាត់ប្រើប្រាស់សម្បុក AI តែ$3ទេអរគុណ